បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់របៀបចិញ្ចឹមសត្វព្រៃខ្ញុំខានចេញវីដេអូយូរហើយបងប្អូនទាំងអស់គ្នាមានបងប្អូនណាត្រូវការព្រៀបកង្កោកព្រៀបកង្កោកណាព្រៀបកង្កោកខ្ញុំមានប្រហែលគូនេះបងប្អូនទាំងអស់គ្នាបាទខ្ញុំមានប្រហែលគូខ្ញុំមានដូចជាអត់ច្រើនទេបងប្អូនទាំងអស់គ្នាមានតែ2 3គូទេដូចជា2គូកន្លះ2គូអីហ្នឹងបងប្អូនទាំងអស់គ្នាបាទនេះមួយគូនេះមួយគូហិចនៅខាងលើនេះមួយគូដែរហើយនៅខាងក្រោមនេះមួយគូដែរខ្ញុំមាន3ខ្ញុំមានតែ2គូទេបងប្អូនទាំងគ្នា2គូទេដោយសារតែខ្ញុំថតជាប់មេមួយនោះអានោះមេរបស់វាមេពងក្រាពងនេះហើយខ្ញុំខានឲ្យវាពងយូរហើយដោយសារតែកូនរបស់វាកើតពងញឹកពេកកូនរបស់វាស្ទើបងប្អូនទាំងគ្នាកូនដូចទូចមិនទេវាអត់ទៅធំដូចអាមដបងដល់ពេលកូនយូរទៅដល់ពេលអញ្ចឹងខ្ញុំឈប់ឲ្យពងយូរហើយឡើយទៅមកឲ្យវាក្រាបនេះឈប់ពងប្រហែលកន្លះខែឡើយទៅក្រាបពងបានមកបុកទៀតអីហើយខ្ញុំអត់សូវបានចេញវីដេអូទេគ្នាយើងដោយសារតែខ្ញុំអត់មានទូរស័ព្ទថតទេហើយខ្ញុំកំពុងថតហ្នឹងទូរស័ព្ទរបស់ម៉ែខ្ញុំទេហើយដោយសារតែខ្ញុំអត់មានទូរស័ព្ទប្រើអត់មានទូរស័ព្ទប្រើដែរកាមេរ៉ាវាអត់ច្បាស់អញ្ចឹងណាហើយខ្ញុំអត់បានចេញវីដេអូឲ្យគ្នាយើងរយៈពេល2ខែជាងចូល3ខែហើយហើយថ្ងៃហ្នឹងខ្ញុំចង់មកចេញចែកព្រាមចង់ចែកអីចឹងណាគេឆ្លាញ់អីចឹងអាចចូលចែកទៅបានហ្នឹងហើយធូរថ្លៃទេអត់ថ្លៃទេបងប្អូនទាំងគ្នាបាទអត់ថ្លៃទេហើយបើអាពួកអញ្ចឹងក៏មានដែរនេះអាពួកដែលអត់បាសកតុយអាពួកបាសកតុយហ្នឹងធូរថ្លៃជាងអាពួកមានបាសកតុយអាពួកនេះក៏ខ្ញុំមានដែរបងប្អូនទាំងគ្នាបាទអាពួកនេះកតុយអត់បាសអាពួកកតុយអត់បាសហើយខ្ញុំមានមួយគូដែរពណ៌សមួយពណ៌ខ្មៅមួយហើយអាកូនពួកនេះខ្ញុំមានមួយគូបងប្អូនទាំងគ្នាអាពួកខ្មៅអញ្ចឹងខ្ញុំមានមួយគូក្រោយពីនឹងសាកូនតូលទេតែខំច្រឡំគ្នាហើយអត់ដឹងអាណាគូអាណាទេព្រោះញ៉ៃពេកពួកវាដូចតែគ្នាពេកហ្មងទាំងគ្នាដូចគ្នាទាំងអស់ហ្មងដឹងអត់ហើយបើព្រៀបកង្កោកនេះមិនខ្ញុំស្គាល់គូរបស់វាខ្ញុំមកនៅចង់បានអីខ្ញុំចាច់ឲ្យធូរទេហ្នឹងហើយពីសារតែវាច្រើនដែរអញ្ចឹងណាហើយណាមួយខ្ញុំចង់ឈប់ចិញ្ចឹមមកអីហងមកអញ្ចឹងបើបងមកនៅចង់បានអីអាចចែកបានតែបើថាលោកខ្ញុំអត់លក់ទេលោកខ្ញុំទុកធ្វើទ្រុងធំដាក់ទេបងប្អូនតែដឹងឯណាបានធ្វើទេហើយព្រៀបនេះធំល្អណាស់បងប្អូនបាទមួយចង់កន្លះគីឡូព្រៀបនេះគាត់តែចង់កន្លះគីឡូណាអាហ្នឹងមេណាតែកូនវាខាងក្រោយដូចមកទូចស្ទើហ្មងកូនវាហើយនោះផ្សេងរបស់ខ្ញុំចាំថ្ងៃណាមួយខ្ញុំនិយាយប្រព័ន្ធផ្សេងនឹងចេញនិយាយណាផ្សេងហ្នឹងហើយការខ្ញុំទិញមកយូរហើយតែខ្ញុំអត់សូវបានថតវីដេអូខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំគ្នាបាយបាយ